វីដេអូនេះគឺសម្រាប់បងប្អូនដែលគាត់មានបំណងចង់ដាក់ធ្វើ intern នៅក្នុងក្រុមហ៊ុនស្ថាបត្យកម្មក៏ដូចជាបងប្អូនដែលគាត់កំពុងតែរៀនឆ្នាំទី3ទី4ឬក៏ទី5ដែលគាត់ចង់មានបទពិសោធន៍ក្នុងការធ្វើការងារជា intern អីចឹងមុនពេលដែលយើងចាប់ផ្ដើមចូលទៅធ្វើការជាធ្វើការពេញសិទ្ធិនៅតាមស្ថាប័នផ្សេងៗអញ្ចឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងគឺតាក់ទងជាមួយនឹងការធ្វើ intern ហ្នឹងតាមពិតទៅគឺខ្ញុំអត់ដែលបានធ្វើ intern នៅក្នុងប្រទេសខ្មែរយើងទេប៉ុន្តែដោយសារតែខ្ញុំគិតថានៅក្នុងវិស័យស្ថាបត្យកម្មការធ្វើ intern គឺវាអាចមានលក្ខណៈប្រហែលគ្នាអញ្ចឹងប្រហែលជាខ្ញុំអាចចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់បានឆ្លងកាត់ទៅឲ្យបងប្អូនទាំងអស់ដែលគាត់ចង់ដឹងពីបទពិសោធន៍របស់ខ្ញុំអ្នកទាំងអស់គ្នាបានដឹងហើយពីវីដេអូមុនគឺខ្ញុំបានប្រាប់ថាខ្ញុំបានបញ្ចប់ទាំងថ្នាក់បញ្ញាបត្រក៏ដូចជាថ្នាក់អនុបណ្ឌិតហ្នឹងនៅប្រទេសចិនអញ្ចឹងនៅពេលដែលខ្ញុំរៀនថ្នាក់អនុបណ្ឌិតនៅប្រទេសចិនហ្នឹងគឺវាកំឡុងពេល COVID អញ្ចឹងណាអញ្ចឹងនៅពេលដែលខ្ញុំឡើងទៅចិនវិញកំឡុងឆ្នាំ2022ហ្នឹងគឺខ្ញុំបានធ្វើសារណាចប់ហើយប៉ុន្តែខ្ញុំគឺអត់ទាន់បានទទួលបានសញ្ញាបត្រទេដោយសារសញ្ញាបត្ររបស់ខ្ញុំគឺខ្ញុំត្រូវទទួលបានឆ្នាំ2023អញ្ចឹងក្នុងកំឡុងពីពេលឆ្នាំ2022ដល់2020ដើមឆ្នាំ2023ហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់ទៅធ្វើការដោយសារតែពេលហ្នឹងគឺខ្ញុំមានបទពិសោធន៍ធ្វើការនៅស្រុកខ្មែរខ្ញុំមានគម្រោងធ្វើមួយ client ក៏ដូចជាពេលហ្នឹងគឺខ្ញុំមានជាកូនក្រុមហ៊ុនតូចមួយដែលខ្ញុំបង្កើតខ្លួនឯងនៅស្រុកខ្មែរហ្នឹងគឺខ្ញុំទទួលរកបុគ្គលិកអីទៀតអញ្ចឹងបានន័យថាគឺខ្ញុំដូចជាជាម្ចាស់ក្រុមហ៊ុនមួយនៅប្រទេសខ្មែរហ្នឹងពេលហ្នឹងខ្ញុំធ្វើលក្ខណៈថាទទួលគូប្លង់ទទួលអីចឹងណាប៉ុន្តែនៅពេលដែលខ្ញុំបកទៅដល់ចិននៅចុងឆ្នាំ2022ហ្នឹងដោយសារតែខ្ញុំជា visa សិស្សហើយគឺខ្ញុំអត់ទាន់មានសិទ្ធិក្នុងការទៅធ្វើការពេញសិទ្ធិនៅក្នុងក្រុមហ៊ុនប្រទេសចិនទេប៉ុន្តែដោយសារតែខ្ញុំអត់ដឹងចំណុចហ្នឹងគឺខ្ញុំដាក់ទៅធ្វើការគ្រប់ក្រុមហ៊ុនទាំងអស់ហ្នឹងគឺខ្ញុំដាក់ក្នុងនាមជាការធ្វើការពេញសិទ្ធិអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំទទួលបានការធ្វើសម្ភារពីក្រុមហ៊ុនផ្សេងៗដែរជាពិសេសគឺក្រុមហ៊ុន Amedi ក្រុមហ៊ុន Med Architect ហ្នឹងគឺគេតាក់ទងមកសម្ភារមកអីទាំងអស់ហើយគឺគេពេញចិត្តជាមួយនឹងការងារខ្ញុំក៏ដូចជាបទពិសោធន៍របស់ខ្ញុំប៉ុន្តែអីដែលជាបញ្ហាហ្នឹងគឺដោយសារតែខ្ញុំកាន់ visa សិស្សអញ្ចឹងគឺខ្ញុំអាចមានសិទ្ធិក្នុងការធ្វើការងារពេញសិទ្ធិទេប៉ុន្តែចំណុចហ្នឹងគឺជារឿងមួយដែលខាងក្រុមហ៊ុន Med ក៏គេអត់បានផ្ដល់ប្រាប់ថាដោយសារតែខ្ញុំមានលក្ខខណ្ឌអញ្ចឹងគឺគេអត់អាចទទួលយកបានគឺគេអត់ប្រាប់ទេដល់ពេលអញ្ចឹងគឺខ្ញុំចាំប្រហែលជារយៈពេលប្រហែលជា1ខែហើយខ្ញុំអត់ទទួលបានដំណឹងអីពីខាងណាទាំងអស់អញ្ចឹងគឺខ្ញុំចាប់ផ្ដើមគិតថាប្រហែលជាខ្ញុំហ្នឹងក៏ទៀមទារៀងខ្ពស់ពេកដោយសារតែយើងអត់ទាន់មានសិទ្ធិក្នុងការរកការងារពេញសិទ្ធិបានអញ្ចឹងណាយើងនៅក្នុងជាឈ្មោះជា government Chinese government scholarship student អញ្ចឹងគឺយើងគឺយើងនៅទទួលប្រាក់ខែរបស់រដ្ឋរបស់ scholarship រដ្ឋអញ្ចឹងក៏ក្រោយពេលដែលមួយខែនៅពេលដែលខ្ញុំអត់ទទួលបានដំណឹងអីទាំងអស់ហ្នឹងគឺខ្ញុំចាប់ផ្ដើម mail ទៅខាងក្រុមហ៊ុន Med ដែលខ្ញុំធ្វើការហ្នឹងគឺខ្ញុំ mail ថាតើខ្ញុំអាចសុំធ្វើជា intern វិញបានអត់ដោយសារតែពេលដែលសម្ភាសមួយគេគឺខ្ញុំសុំធ្វើជា full time គឺយើងសម្ភាស full time មួយគេគឺគេពេញចិត្តទាំងអស់ប៉ុន្តែលក្ខខណ្ឌហ្នឹងគឺពិបាកប៉ុន្តែនៅពេលដែលខ្ញុំ mail សួរគេថាតើខ្ញុំអាចសុំធ្វើ intern វិញបានអត់គឺគេតបភ្លាមហើយគេឲ្យខ្ញុំចូលទៅស្អែកហ្មងអញ្ចឹងអាហ្នឹងគឺជាអីមួយដែលថាយើងដែលថាពេលខ្លះវាឱកាសគឺនៅពេលដែលយើងរៀងតម្លាក់ខ្លួនបន្តិចដើម្បីបង្ហាញឲ្យគេឃើញពីសមត្ថភាពរបស់យើងអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើ intern ហ្នឹងឥឡូវខ្ញុំនិយាយចូលទៅបទពិសោធន៍ក្នុងការធ្វើ intern នៅក្នុងក្រុមហ៊ុន Med ហ្នឹងអឺគ្រប់ intern ទាំងអស់នៅក្នុងក្រុមហ៊ុន international ឬក៏ក្រុមហ៊ុន Med ដែលខ្ញុំធ្លាប់ធ្វើការហ្នឹងភាគច្រើននៅពេលដែលយើងចូលទៅគឺគេតែងតែឲ្យយើងចូលទៅក្នុង team project មួយអញ្ចឹងវាមាន project ជាច្រើនអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមចូលទៅក្នុង team project មួយហ្នឹងគឺយើងមានឈ្មោះជា intern អញ្ចឹងគឺលក្ខណៈថាយើងវាទៀបវាលក្ខណៈវាឋានៈតូចជាងគេអញ្ចឹងណាប៉ុន្តែបើមេល្អអញ្ចឹងទៅគឺគាត់អាចនឹងឲ្យផ្ដល់ឱកាសឲ្យយើងធ្វើការ design ឬក៏ធ្វើអីដែលសំខាន់តាក់ទងជាមួយនឹងការច្នៃ mode អីចឹងអញ្ចឹងវាត្រូវជាមួយនឹងបទពិសោធន៍របស់ខ្ញុំគឺមេហ្នឹងគឺគាត់ឲ្យខ្ញុំហ្នឹងទៅ design គម្រោងហ្នឹងប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ដឹងឯព្រោះថាខ្ញុំធ្លាប់បង្ហោះគម្រោង MAD ដែលខ្ញុំធ្វើនៅហ្នឹងហើយគេបាន public ជាសាធារណៈហ្នឹងគម្រោងនៅសិនចិនដែលវាមានលក្ខណៈដូច future ខ្លាំងដូច UFO ហ្នឹងអាហ្នឹងគឺនៅពេលដែលខ្ញុំចូលធ្វើ intern គឺខ្ញុំចាប់ផ្ដើមចូលធ្វើគម្រោងហ្នឹងហ្មងហើយមេធំហ្នឹងគឺគាត់ឲ្យខ្ញុំ design
ខ្ញុំមិនមែនថាយើងរ៉ាប់រងតែឯងទេបានថាអ្នកដែលគាត់ធ្វើការពេញសិទ្ធឬក៏អ្នកឋានៈធំខ្ពស់ជាងយើងក៏គេ design ដែរប៉ុន្តែយើងមានបានន័យថាយើងមាន scope ការងារមួយដែលយើងទទួលរ៉ាប់រងក្នុងការ design របស់យើងអញ្ចឹងដែរជា option មួយដែលយើងត្រូវបង្ហាញឲ្យគេអញ្ចឹងណាអញ្ចឹងគឺខ្ញុំចាប់ផ្ដើមខ្ញុំគិតថាឱកាសហ្នឹងគឺជាឱកាសមួយដែលខ្ញុំត្រូវបញ្ចេញសមត្ថភាពឲ្យគេឃើញអញ្ចឹងគឺខ្ញុំធ្វើការ design មកគឺអ្នកទាំងអស់គ្នាហ្នឹងគឺគេ surprise ជាមួយនឹងគេ surprise ជាមួយនឹងលទ្ធផលការងារដែលខ្ញុំធ្វើហ្នឹងដោយសារតែទាំង quality ក្នុងការតម្លើង 3D ក៏ដូចជា quality ក្នុងការ render ឬក៏អីហ្នឹងហើយជាមួយនឹងរយៈពេលមួយដែលខ្លីដែលខ្ញុំអាចធ្វើឲ្យកញ្ចប់ការងារហ្នឹងឲ្យគេបានហ្នឹងគឺគេ surprise ហើយគឺចាប់ពីពេលហ្នឹងមកគឺខាងមេឬក៏ខាងអ្នកដែលគាត់ខាង management ខាង manager ខាងអីហ្នឹងគឺគាត់ចាប់ផ្ដើមទុកចិត្តការងាររបស់ខ្ញុំហីអញ្ចឹងបន្តមកទៀតគឺគេចាប់ផ្ដើមឲ្យនៅការងារដែលសំខាន់នៅក្នុង team ឲ្យយើងធ្វើឲ្យយើងអីចឹងនៅពេលដែលយើងចាប់ផ្ដើមរ៉ាប់រងការងារទាំងអស់ហ្នឹងហើយយើងមានអារម្មណ៍ថាយើងដឹងតែ 100% នឹងអាចឈរចាប់យកកន្លែងហ្នឹងបានព្រោះជាទូទៅនៅពេលដែលយើងធ្វើការជា intern បើសិនជា intern ជាទូទៅគឺវារយៈពេល3ខែអីចឹងបើសិនជាយើងសមត្ថភាពយើងអត់ល្អទេកំឡុងពេលត្រឹម3ខែហ្នឹងគឺគេអត់អាចយកយើងបន្តជាបុគ្គលិកពេញសិទ្ធទេចឹងអ្នកខ្លះគឺអត់បានដល់3ខែទៀតបើសិនជាយើង perform អត់ល្អក្នុងកំឡុងពេលត្រឹមតែ1ខែហ្នឹងក៏គេអាចដេញយើងចេញដែរឬក៏មួយអាទិត្យពីរអាទិត្យដំបូងហ្នឹងក៏គេអាចដេញចេញដែរគឺខ្ញុំធ្លាប់ខ្ញុំឃើញផ្ទាល់នៅពេលនៅក្រុមហ៊ុន Med ហ្នឹងគឺមានជនជាតិចិនដែលគាត់ perform អត់សូវល្អក៏គឺគាត់ត្រូវបាន HR ហៅអញ្ចឹងទៅគឺធ្វើការដេញចេញក្នុងរយៈពេលប្រហែលជា2អាទិត្យឬក៏3អាទិត្យចឹងអាហ្នឹងគឺការធ្វើ intern ហ្នឹងគឺជាចំណុចមួយសំខាន់មែនតើនៅក្នុងជាថ្នាក់មួយដើម្បីភ្ជាប់យើងជាមួយនឹងឬក៏ជាឱកាសមួយដែលយើងត្រូវបង្ហាញសមត្ថភាពរបស់យើងទាំងអស់ឲ្យគេឃើញយើងកុំគិតពីលើប្រាក់ខែបើខ្ញុំគឺបទពិសោធន៍របស់ខ្ញុំគឺខ្ញុំអត់គិតទៅលើប្រាក់ខែទេយើងដឹងស្រាប់ហើយថា intern គឺប្រាក់ខែវាតិចវាអត់ច្រើនទេហើយមួយទៀតគឺតាក់ទងជាមួយនឹងទំហំការងារពេលខ្លះទំហំការងារគេឲ្យយើងច្រើនឬក៏គេឲ្យយើងតិចពេលខ្លះគេឲ្យខ្ញុំតិចគឺខ្ញុំធ្វើឲ្យច្រើនឲ្យគេទៀតហេតុអីបានអញ្ចឹងដោយសារតែខ្ញុំគិតថាពេលហ្នឹងគឺក្រុមហ៊ុន Med គឺខ្ញុំត្រូវតែយកខ្ញុំត្រូវតែយក position នៅការងារនៅក្រុមហ៊ុនហ្នឹងឲ្យបានអញ្ចឹងគឺខ្ញុំថែមម៉ោងខ្លួនឯងខ្ញុំធ្វើការសៅរ៍អាទិត្យឬក៏ខ្ញុំអីចឹងគឺនៅពេលដែលគេឃើញពីភាពអត់ធ្មត់គេឃើញពីភាពតស៊ូរបស់ខ្ញុំក៏ដូចជាធ្វើឃើញពីអាភាពដែលខ្ញុំធ្វើទៅល្អសម្រាប់ team សម្រាប់អីចឹងគឺខ្ញុំធ្វើត្រឹមរយៈពេលបានតែ1ខែមេហ្នឹងគឺគាត់និយាយហ្មងគាត់ថាគាត់ប្រាប់ទៅខាងលើឲ្យថាឈ្មោះខ្ញុំហ្នឹងគឺចូលជាពេញសិទ្ធហើយប៉ុន្តែបន្ទាប់ពីខ្ញុំទទួលបានសញ្ញាបត្រអញ្ចឹងណាអញ្ចឹងនៅពេលដែលដូចខ្ញុំពេលហ្នឹងគឺខ្ញុំត្រូវទទួលបានសញ្ញាបត្រពីខាងសាលា Tsinghua University ហ្នឹងនៅខែ7ប៉ុន្តែខែ6ហ្នឹងគឺគេឲ្យខ្ញុំចូលធ្វើពេញសិទ្ធហ្មងអញ្ចឹងកំឡុងពេលខែ6ខែ7ហ្នឹងគឺខ្ញុំទទួលបានឈ្មោះពេញសិទ្ធទទួលបានការបានន័យថាយើងទទួលបានប្រាក់ខែក្រុមហ៊ុនពេញសិទ្ធហើយយើងទទួលបានលុយ scholarship ទៀតចឹងអាហ្នឹងគឺជាអីមួយដែលហើយខ្ញុំអត់ភ័យទេដោយសារតែខ្ញុំធ្វើបានតែ1ខែ2ខែដំបូងមេហ្នឹងគឺគាត់ប្រាប់ថាគឺគាត់យកខ្ញុំឯហ្នឹងអញ្ចឹងបើអ្នកខ្លះអញ្ចឹងទៅគាត់ធ្វើ intern ត្រឹម3ខែអីចឹងគាត់ចាប់ផ្ដើមស្នើសុំធ្វើពេញសិទ្ធអញ្ចឹងគឺគាត់ភ័យគាត់ថាអូគាត់ត្រូវត្រៀមខ្លួនមិនគាត់ត្រូវធ្វើជា slide presentation ថាគាត់ក្នុងរយៈពេល3ខែហ្នឹងគាត់បានចូលរួមធ្វើអីគេខ្លះឬក៏អីគេខ្លះអញ្ចឹងហើយភាពជោគជ័យឬក៏ភាពដែលអ្នកដែលអាចឆេងពី intern ទៅ full time បានគឺអត់មានច្រើនទេដោយសារតែក្រុមហ៊ុនធំដូចក្រុមហ៊ុន Med អីអញ្ចឹងគឺអ្នកដែលគេចង់ចូលមកធ្វើការច្រើនមែនតើអញ្ចឹងឱកាសដែលខ្ញុំបានឆេងទៅ full time ហ្នឹងគឺវាជាឱកាសមួយដែលកម្រដែរហើយដូចខ្ញុំបញ្ជាក់ពីវីដេអូមុនអញ្ចឹងការពេលដែលខ្ញុំចាប់ផ្ដើមចូលធ្វើ full time ហ្នឹងគឺខ្ញុំផ្លាស់ position ទៅជា position មួយដែលជា architect បានន័យថាជាស្ថាបត្យករ design ហ្មងគឺបើសិនជាទូទៅអ្នកដែលគាត់រៀនចប់ភ្លាមឬក៏គាត់ទើបតែរៀនចប់អីគាត់អាចទៅធ្វើជា intern ហើយបាទគាត់ទៅធ្វើជា assistant បន្ទាប់មកទៀតបានគាត់ចូលធ្វើជាស្ថាបត្យករប៉ុន្តែបើខ្ញុំដោយសារតែអាការងារដែលខ្ញុំធ្វើពីខ្មែរមកក៏ដូចជាគម្រោងដែលខ្ញុំធ្លាប់ធ្វើនៅក្រុមហ៊ុននៅស្រុកខ្មែរដោយដែលខ្ញុំមានសហការជាមួយនឹងក្រុមហ៊ុនសំណង់នៅស្រុកខ្មែរធ្វើអីហ្នឹងទាំងអស់ហ្នឹងគឺជា background ធំមួយដែលខ្ញុំស្នើទៅគេអញ្ចឹងទៅគឺខ្ញុំផ្លាស់ position ហ្នឹងចឹងបកមកវិញគឺសម្រាប់បងប្អូនដែលគាត់ចង់
ចង់ដឹងពីសាច់រឿងតាក់ទងជាមួយនឹងការ intern ក៏ដូចជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ហ្នឹងថាតើយើងគួរ apply ចូលទៅក្នុងស្ថានភាពរបស់យើងរាល់ថ្ងៃហ្នឹងរបៀបម៉េចចឹងឧទាហរណ៍ថាបើសិនជាពួកយើងកំពុងតែរៀនឆ្នាំទី2ទី3ឬក៏ទី4ឬក៏អីចឹងការធ្វើ intern គឺយើងត្រូវទៅរៀនសូត្រពីខាងក្រុមហ៊ុនយើងដឹងឯការធ្វើ intern ខាងក្រុមហ៊ុនគឺគេនឹងប្រើយើងថាយើងប្រើយើងធ្វើនេះធ្វើនោះចឹងអាការប្រើហ្នឹងពេលខ្លះយើងអត់ពេញចិត្តជាមួយនឹងការងារហ្នឹងឯងពេលខ្លះគឺការងារដែលយើងចង់ design គឺគេប្រើឲ្យយើងទៅធ្វើការងារតូចតាចឬក៏អីចឹងអាហ្នឹងគឺវាជួបពេលដែលសូម្បីតែរបៀបខ្ញុំក៏ខ្ញុំជួបការងារទាំងអស់ហ្នឹងដែរប៉ុន្តែគឺយើងព្យាយាមធ្វើអាហ្នឹងឲ្យបានល្អហើយយើងអាចនឹងព្យាយាមក្នុងការនិយាយឬក៏សុំធ្វើមិនឲ្យយើងមានឱកាសក្នុងការបញ្ចេញសមត្ថភាពរបស់យើងឲ្យបើសិនជាយើងពិតជាស្រឡាញ់ក្រុមហ៊ុនហ្នឹងមែនគឺយើងត្រូវធ្វើមិនបញ្ចេញសមត្ថភាពឲ្យគេឃើញពីភាពខ្លាំងរបស់យើងហើយយើងអាចនឹងមានឱកាសក្នុងការធ្វើការងារនៅក្នុងក្រុមហ៊ុនហ្នឹងហើយមួយទៀតតកតងជាមួយនឹងទំនាក់ទំនងជាមួយនឹងបុគ្គលិកនៅក្នុងក្រុមហ៊ុនក៏ដូចជាមេនៅក្នុងក្រុមហ៊ុនឬក៏អីចឹងពេលខ្លះយើងដឹងស្រាប់ហើយក្នុងសង្គមការងារវាតែងតែមានអ្នកដែលនិយាយមិនសូវព្រោះស្ដាប់អ្នកខ្លះទៅគាត់និយាយលក្ខណៈថារៀងរើសអើងឬក៏មើលងាយឬក៏អីចឹងវាតែងតែមានគ្រប់សង្គមការងារទាំងអស់គឺវាតែងតែមានហើយចឹងអាហ្នឹងគឺយើងត្រូវតែមានភាពអត់ធ្មត់ហើយយើងត្រូវតែចេះ flexible ទៅតាមស្ថានភាពជាក់ស្ដែងសំខាន់ទី1គឺយើងត្រូវមានគោលដៅច្បាស់លាស់ថាតើយើងចង់បន្តធ្វើការងារនៅក្នុងក្រុមហ៊ុននឹងអត់ហើយតាក់ទងជាមួយនឹងប្រាក់ខែឬក៏តាក់ទងជាមួយនឹងអីការធ្វើ intern វាតែងតែបានតិចប៉ុន្តែគាត់ថាបើសិនជាយើងចាប់ផ្ដើមចូលធ្វើការនៅក្នុងក្រុមហ៊ុននឹងហើយគេឲ្យប្រាក់ខែយើងអត់ទាន់ត្រូវជាមួយនឹង target ដែលយើងចង់បានទេយើងកុំទាន់ទៀមទាយើងកុំទាន់បកាយភ្លាមបើសម្រាប់បបពិសោធន៍ខ្ញុំគឺខ្ញុំបន្តធ្វើទៅសិនគឺខ្ញុំធ្វើក្នុងកំឡុងពេលដែលយើងធ្វើនៅពេលដែលយើងទទួលបានការងារមួយដែលសំខាន់ដែលគិតថាការងារហ្នឹងគឺមានតែយើងជាអ្នករ៉ាប់រងអាហ្នឹងគឺជាឱកាសមួយដែលយើងអាចនិយាយជាមួយនឹងខាង HR ឬក៏ខាងអីថាយើងអាចនឹងសុំប្រាក់ខែឡើងឬក៏អីចឹងអាហ្នឹងគឺវាគ្រប់បានន័យថាគ្រប់ process ទាំងអស់វាទាមទារឲ្យយើងដើរពីមួយជំហានទៅមួយជំហានពីដំណាក់កាលតូចឡើងទៅមួយដំណាក់អញ្ចឹងណាកុំតាន់ថាយើងអត់តាន់មានបញ្ចេញស្នាដៃអីសោះយើងអត់តាន់មានគេអត់តាន់ដឹងពីភាពខ្លាំងរបស់យើងអីសោះយើងទៅដល់យើងគិតយើងគិតថាអូក្រុមហ៊ុននេះប្រើយើងច្រើនណាស់យើងក្នុងយើងជា intern អញ្ចឹងប្រើយើងធ្វើនេះធ្វើនោះហើយឲ្យតម្លៃយើងទាបឬក៏អីចឹងយើងចាប់ផ្ដើមធ្វើការតវ៉ាទាំងដែលគេអត់ទាន់ឃើញពីតម្លៃរបស់យើងអាហ្នឹងគឺងាយស្រួលក្នុងបានន័យថាគឺគេងាយនឹងអត់ទទួលយកយើងបានន័យថាយើងចប់ទៅ intern នឹងហើយគឺគេលែងទទួលយកយើងហើយអញ្ចឹងរឿងទាំងអស់ហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំជាក់ស្ដែងហើយបើសិនជាបងប្អូននៃគាត់កំពុងតែធ្វើដែលគាត់មានបំណងចង់ធ្វើការ intern នៅតាមក្រុមហ៊ុនផ្សេងហ្នឹងគឺគាត់ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់តាក់ទងជាមួយនឹងក្រុមហ៊ុនមួយឧទាហរណ៍ថាយើងចង់ទៅធ្វើការងារនៅខាងក្រុមហ៊ុនណាមួយចឹងអញ្ចឹងគឺយើងត្រូវតែពង្រឹងសមត្ថភាពរបស់យើងឲ្យស័ក្តិសមជាមួយនឹងខាងក្រុមហ៊ុនហ្នឹងឲ្យនៅពេលដែលយើងចាប់ផ្ដើមទៅចូលធ្វើទៅ intern នៅក្នុងក្រុមហ៊ុនហ្នឹងគឺវាងាយក្នុងការចាប់យក attention ពីមនុស្សគ្រប់គ្នាជុំវិញបានន័យថាពីក្រុមការងារគេហ្មងអញ្ចឹងបបពិសោធន៍របស់ខ្ញុំហ្មងគឺនៅពេលដែលខ្ញុំចូលត្រឹមតែរយៈពេលមួយអាទិត្យឬក៏អីចឹងគឺគេចាប់អារម្មណ៍ហ្មងទី1គឺខ្ញុំជនជាតិបរទេសហើយនៅក្នុងក្រុមហ៊ុន Med ពេលហ្នឹងជំនាន់ពេលដែលចាប់ផ្ដើមចប់ COVID ភ្លាមជនបរទេសនៅក្នុងក្រុមហ៊ុន Med ពីមុន COVID គឺមានច្រើនប៉ុន្តែក្រោយពេលដែលកំឡុង2022ចុងឆ្នាំ2022វានៅ COVID នៅអីចឹងបរទេសគឺភាគច្រើនគឺគេឈប់គេអីចឹងខ្ញុំរៀងពេលហ្នឹងគឺខ្ញុំបរទេសទី3ទី4គ្រាន់តែថាយើងអត់សូវមានច្រើនចឹងណាអញ្ចឹងគឺគេចាប់ផ្ដើមចាប់ attention របស់យើងគេថាអូម្នាក់នេះបរទេសហើយខ្លាំងហើយហ៊ានពីខាងឈីងហួរពីអីចឹងគឺគេចាប់ផ្ដើមស្គាល់យើងហើយនៅពេលដែលគេចាប់ផ្ដើមដឹងយើងបដាអញ្ចឹងគឺយើងចាប់ផ្ដើមបញ្ចេញសមត្ថភាពយើងទៀតអញ្ចឹងគឺអាភាពកត់ចំណាំពីមនុស្សជុំវិញខ្លួនរបស់យើងនៅក្នុងក្រុមហ៊ុនហ្នឹងគឺគេដឹងច្បាស់វាងាយស្រួលក្នុងការដឹងដល់ថ្នាក់លើអញ្ចឹងទៅគឺអាភាពសំខាន់របស់យើងនៅក្នុងក្រុមហ៊ុនហ្នឹងគឺវាចាប់ផ្ដើមចេញលេចចេញមកហើយអញ្ចឹងអាហ្នឹងគឺជាចំណុចតូចដែលវាទាមទារឲ្យយើងហ្នឹងត្រូវធ្វើការសិក្សាក៏ដូចជាចាប់យកឱកាសទាំងអស់ហ្នឹងឲ្យបាន
ឲ្យបានលម្អិតឲ្យបាន detail អញ្ចឹងហើយមួយទៀតគឺយើងត្រូវធ្វើក្នុងភាពអត់ធ្មត់ហើយនឹងភាពតស៊ូអាហ្នឹងគឺជាអីដែលបបិសោតរបស់ខ្ញុំគឺខ្ញុំតែងតែធ្វើបែបហ្នឹងហើយគឺខ្ញុំគិតថាគ្រប់រឿងទាំងអស់គឺវាតែងតែវាមានបានន័យថាវាដើរទៅសឹមហើយយើងអត់អាចថាវប់ឡើងយើងសុំទៅនេះយើងទៀមទាធ្វើនេះធ្វើនោះអីអត់ទេគឺយើងត្រូវទៅតាម flow របស់គេប៉ុន្តែបើសិនជាយើងត្រូវមានភាពវៃឆ្លាតក្នុងការមើលទៅតាមស្ថានភាពជាក់ស្ដែងបើយើងអាចសុំធ្វើឱកាសសុំធ្វើការងារសំខាន់យើងអាចសុំបញ្ចេញស្នាដៃឬក៏យើងអាចបើសិនជានេះយើងធ្វើការថែមម៉ោងអីដើម្បីបង្ហាញសមត្ថភាពបង្ហាញអីចឹងអាហ្នឹងគឺសម្រាប់បបិសោតរបស់ខ្ញុំទេប៉ុន្តែបើណាបើសិនបងប្អូនយើងដែលគាត់មានកម្រងចង់ដាក់ហ្នឹងតើស្ថានភាព intern នៅស្រុកខ្មែររបៀបម៉េចគឺខ្ញុំចង់ឲ្យពួកយើងទៅសិក្សាស្វែងយល់ក៏ដូចជាសាកសួរសិស្សច្បងយើងនៅដែលគាត់ទៅធ្វើ intern នៅក្នុងក្រុមហ៊ុននឹងពីមុនហ្នឹងគាត់មានបទពិសោធន៍របៀបម៉េចខ្លះអញ្ចឹងខ្ញុំចង់ឲ្យយើងសាកសួរបន្ថែមអញ្ចឹងខ្ញុំព្រោះបទពិសោធន៍របស់ខ្ញុំมันប្រកាសថាយើងអាចយកទៅ apply នៅលើខ្លួនយើងបានទេដោយសារតែខ្ញុំធ្វើ intern នៅក្នុងក្រុមហ៊ុន Med ដែលជាក្រុមហ៊ុន international អញ្ចឹងវាអាចនឹងប្រព័ន្ធក្នុងការរៀបចំនៅក្នុងក្រុមហ៊ុនហ្នឹងវាអាចខុសគ្នាអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគឺខ្ញុំចង់ចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍នៃការធ្វើ intern ហើយក៏ដូចជាចង់ប្រាប់បងប្អូនថាយើងនៅក្នុងវិស័យស្ថាបត្យកម្មហ្នឹងគឺវាទាមទារឲ្យយើងមានភាពអត់ធ្មត់ហើយនឹងអីក៏ដោយគឺវាតែងតែវាទៅសឹមហើយទាំងការឱកាសក៏ដូចជាអីនឹងឲ្យតែយើងមានភាពជឿជាក់លើខ្លួនយើងអាហ្នឹងគឺដឹងតែយើងទទួលបានជោគជ័យទៅថ្ងៃមុខឯង